បងប្អូនណាដែលគាត់ចូលចិត្តញ៉ាំស៊ុបពេលព្រឹកឡើងបងប្អូនអាចយកពងទាប្រៃហើយជាមួយនឹងពងទាទឹកយើងស្ងោរដាក់ជាមួយនឹងបន្លែស្ពៃកញ្ញាញ់ហើយយើងបន្ថែមជាមួយនឹងខ្ទឹមជ្រក់អញ្ចឹងគឺមុនដំបូងគឺយើងយកស្ពៃរបស់យើងហ្នឹងយើងលាងទឹកឲ្យស្អាតមកហើយយើងគោះពងទាប្រៃយើងយកតែពណ៌ក្រហមហើយពងទាទឹករបស់យើងគឺយើងបកសបកមកយើងពុះវាជាពីរមកហើយបានយើងដាក់ខ្ទះមកយើងដាក់ខ្ទឹមយើងកូរខ្ទឹមយើងបន្តិចទៅហើយយើងឈ្ងុយបន្តិចបានយើងដាក់ពងទារបស់យើងចូលមកហើយយើងកូរពងទាយើងបន្តិចទៅបន្ទាប់មកទៀតគឺយើងដាក់ទឹកក្តៅជើងចូលមកចាក់ទឹកក្តៅចូលមកឲ្យវាមកល្មមដែលយើងចង់បានមកនៅពេលដែលវាពុះហើយគឺយើងបន្ថែមជាមួយនឹងបន្លែរបស់យើងហើយនឹងខ្ទឹមជ្រក់របស់យើងមកយើងបន្ថែមគ្រឿងក្រៅឲ្យត្រូវមាត់របស់យើងមកអញ្ចឹងយើងភ្លក់ត្រូវមាត់ហើយគឺយើងលើកចេញមកយើងអាចដួសដាក់ចានទៅយើងយកទៅហុតបានហើយរសជាតិឆ្ងាញ់មែនទែនចាបងប្អូន